នេះមនុស្សយើងប្រមាថដល់កំពុងមេដឹកនាំទាំង4របស់ជាងបាននេះខ្លួនឯងជានរណាតើឯងម្នាក់ឯងអាចកំទេចពួកយើងទាំងអស់គ្នាបានទេក្រោមមេឃនេះបើឯងចង់រកជំនួយមក10នាក់ខ្ញុំសម្រាប់10នាក់មក100នាក់ខ្ញុំសម្រាប់100នាក់មក1000នាក់ខ្ញុំក៏សម្រាប់1000នាក់កំទេចពួកឯងទាំងអស់គ្នាកំទេចពួកយើងទាំងអស់គ្នាមេដឹកនាំរបស់យើងពិតជាអំណួតខ្លាំងណាស់ស្ថានភាពបែបនេះតើឯងមានសិទ្ធិអ្វីមកនិយាយថានឹងកំទេចពួកយើងក្រោមមេឃនេះខ្ញុំគឺជាអ្នកធំតែម្នាក់គត់ខ្ញុំមានមេដឹកនាំដែលគ្មានអ្នកណាអាចប្រៀបផ្ទឹមបានពួកឯងហ៊ានមកប្រឆាំងនឹងយើងពិតជាមិនស្គាល់ក្បាលកំពេចខ្លួនឯងទេពិតមែនហើយពេលដែលមេដឹកនាំរបស់ខ្ញុំឡើងកាន់អំណាចគឺមិនតែខ្លាចអ្នកណាឡើយអ្នកណាដែលមិនគោរពតាមមេដឹកនាំត្រូវតែសម្លាប់ចោលអ្នកណាដែលមិនគោរពតាមមេដឹកនាំត្រូវតែបំផ្លាញចោលអ្នកណាដែលហ៊ានប៉ះពាល់ដល់មេដឹកនាំត្រូវតែស្លាប់ស្ថានភាពបែបនេះអញយាមមើលនាឈាមដល់ស្នាក់នេះឬបើឯងចំបែបនេះថ្ងៃនេះឈាមនឹងកំទេចពួកឯងចោលថ្ងៃនេះខ្ញុំនឹងឈរនៅទីនេះមើលថាតើអ្នកណាហ៊ានមកប៉ះពាល់ខ្ញុំឯងហ៊ានវាប្រហើឯងបានត្រូវនឹងធម្មពលរបស់ឈាមហើយតើវាខ្លាំងដល់ស្នាក់នេះឬនេះគឺជាក្បាច់គុណរបស់មេដឹកនាំខ្ញុំអ្នកណាដែលត្រូវក្បាច់នេះនឹងត្រូវស្លាប់មេដឹកនាំរបស់ខ្ញុំអាចកំទេចឯងបានគ្រប់ទេចូលបើខ្ញុំមិនខ្លាចវិញមេដឹកនាំរបស់ខ្ញុំនឹងកំទេចឯងចោលក្បាច់គុណរបស់មេដឹកនាំឯងពិតជាសាហាវខ្លាំងណាស់បើឯងមិនអាចកំទេចខ្ញុំបានក្នុងរយៈពេល3ថ្ងៃទេឯងនឹងត្រូវស្លាប់បន្ទាប់ពី3ថ្ងៃទៅអ្នកដែលត្រូវស្លាប់មិនមែនជាខ្ញុំទេក៏ឯងស្ថានភាពបែបនេះខ្ញុំមិនកំទេចឯងចោលហើយប្រហែលជាខ្ញុំអាចទុកជីវិតឲ្យឯងបានខ្ញុំចង់ដឹងណាស់ថាឯងនឹងទុកជីវិតឲ្យខ្ញុំដោយរបៀបណាឯងនឹងបានឃើញមេដឹកនាំរបស់ខ្ញុំពិតជាខ្លាំងក្លាណាស់គ្មានអ្នកណាអាចប្រៀបផ្ទឹមបានឡើយឯងពិតជាអំណូតខ្លាំងណាស់មេដឹកនាំរបស់ខ្ញុំមានទំនុកចិត្តខ្លាំងណាស់គ្មានអ្នកណាអាចយកឈ្នះបានឡើយបីផ្សាយទៀតមិនអាចទៅរួច3ថ្ងៃទៀតខ្ញុំមិនដឹងថាឯងនឹងធ្វើអ្វីបន្តទេមិនអាចទៅរួចនេះមិនអាចទៅរួចទេឯងគ្មានចូលណាអ្វីទាំងអស់តើឯងអ្នកក្បាច់គុណអ្វីខ្លះខ្ញុំគ្មានអ្វីត្រូវលាក់បាំងទេតើឯងមានអាវុធអ្វីខ្លះតើឯងកំពុងតែចូលបុកចូលបាមែនទេថ្ងៃនេះខ្ញុំនឹងកំទេចឯងចោលដើម្បីសងសឹកឲ្យកូនចៅរបស់ខ្ញុំពួកយើងមិនខ្លាចឯងទេពួកយើងនឹងប្រើអាវុធដើម្បីសម្លាប់ឯងចោលចូលមក